Nếu số số đây con từng ngọc ní cha này cứ chia vị thi trai để dùng trai chấm đồn buồn tống cha cho mùi nắng bảy tổng chẳng vị thi trai ca trai lê cho mùi nắng buồn tông nắng bảy tổng ní cứ con từng ngọc ní cha tí muối cứ con tra cắt tông viết thay con cắt bàn màn chẳng cha đâm nang trai bỏ dướng cha miên bay pón phòng bay rơi chật sập ram thì ai tua trai bỏ dướng mà rồi mà phây pram chẳng con tra cắt bán bảy tổng cắt bay tống cứ bay rơi bay sập pram pí chạy năng mà rồi mà phây pram chẳng con tra chập ram thà ta con tra cắt bàn bay tống con tra đặt bànประมาณchẳng đi sang bỏ dướng cứ nghi xua để cứ con từng ở khía bắt cả lại tua trai bỏ dướng pi tống chàng để so lệch muối chàng đâm nang chay bỏ dưới cắt pi tông đá để so lệch 7 chàng trắng cứ bấy chay đằng mùi chứ có đã ban màn đòn trắng cũng đã ban 7 đòn chà to một tiết con chập áo trái chà giờ bấy con đằng pram đón đập pram trắng con sẽ lệch pram chà tra tục muối chà bấy pi đón vào muối chà pram muối bột tra tục muối pram pí bay mà đón 7 chà rối con thuaประมาณ วิธีดอกธรรมดาchà 7 chà 7 ดอก 5 sao mà con chà sao 2 8 ดอก 7 sao 1 3 ดอก 3 cứ 0 បន្តមកទៀតចាបន្តមកទៀតគឺកូនទម្លាក់លេខ 5 ចុះចាអញ្ចឹង 125 ចែកនឹង 125 អញ្ចឹងដាក់បានប៉ុន្មានដងចាដាក់បានម្ដងចា1 5 ដង 5 1 2 ដង 2 1 ម្ដង 1 ចាអញ្ចឹងគាត់ធ្វើមកទីដកធម្មតា 0 0 0 ចាចម្លើយរបស់យើងឃើញ 31 មកដល់ចំណុចខរបស់យើងវិញចាដែលមានលេខ 4788 ចែកនឹង 684 ចាអញ្ចឹងវិធីសាស្ត្ររបស់យើងដូចមុនអញ្ចឹងគឺកូនបិទកន្លែងតួចែក2ខ្ទង់សល់លេខ 6 តំណាងចែក2ខ្ទង់សល់ 47 អញ្ចឹង 47 ចែកនឹង 6 គាត់ដាក់បានប្រមាណដងចាគឺដាក់បាន 7 ដងបើដាក់បាន 8 ដងលើសអញ្ចឹងយើងដាក់បាន 7 ដងបន្ទាប់ពីយើងដឹងចំនួនដងដែលយើងត្រូវដាក់ហើយគឺកូនធ្វើវិធីសាស្ត្រគុណដដែលចា7ចា7 4 ដងចា7 4 ដង 28អញ្ចឹងគឺកូនសរសេរលេខ 8 ចាត្រាទុក 2 ចា7 7 8 ដងចា56 56បូក 2 គឺ 55 8ចាអញ្ចឹងកូនសរសេរលេខ 8 ចាត្រាទុក 5 បន្តមកទៀត7ចា7 6 ដង 7 6 ដង 42 បូកនឹង 5 អញ្ចឹងស្មើ 45 47 ឬកូនធ្វើប្រមាណវិធីដកធម្មតាចាកូនដកពីខ្ទង់រាយដដែល0 0 7 ដក 7 0 4ដក 4 0ចាចម្លើយរបស់យើងស្មើនឹង 7គឺយើងមកដល់ចំណុចករបស់យើងវិញចា5512 ចែកនឹង 689 ចាអញ្ចឹងដូចមុនអញ្ចឹងគឺទី1គឺកូនត្រូវកាត់ខ្ទង់កូនកាត់បានខ្ទង់ចាបើកាត់3ខ្ទង់ចែកបានទេណាកូនណាតិចជាងអញ្ចឹងយើងកាត់បាន4ខ្ទង់កាត់ទាំងអស់តែម្ដងចាអញ្ចឹងគឺកូនត្រូវបិទកន្លែងតួចែក2ខ្ទង់តំណាងចែក2ខ្ទង់អញ្ចឹងសល់55ចែកនឹង6កូនបិទអញ្ចឹងដើម្បីចង់ដឹងថាយើងដាក់បានប្រមាណដងចា55ចែកនឹង6អញ្ចឹង6ប្រមាណដង55អញ្ចឹងអត់មានទេមានតែ6 9ដង54ចាអញ្ចឹង6 9 ដង 54 តែ 54 យើងអាចនឹងលើសព្រោះដោយសារតែលេខខាងនេះកន្លែងតួចែករបស់យើងនេះគឺមានលេខ 89 អញ្ចឹងវាច្រើនជាងលេខនេះអញ្ចឹងអ្នកគ្រូថយវាមកមួយខ្ទង់ទៀតគឺដាក់បាន 8 ដងចាអញ្ចឹង 8 9 ដងចាអញ្ចឹង 8 9 ដង 72 គឺកូនសរសេរលេខ 2 ត្រាទុក 7 8 8 ដង 64 64 បូកនឹង 7 ចា64 បូកនឹង 7 គឺអញ្ចឹងស្មើ71 71 កូនសរសេរលេខ 1 ចាត្រាទុក 7 8 6 ដងចា8 6 ដង 48 48 បូកនឹង 7 48 40បូក 7 គឺ 55ចាកូនដកលេខធម្មតាចាអញ្ចឹងចម្លើយរបស់យើងស្មើនឹង 8